សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាអំពីរបៀបបិទ Wake Up Google Assistant ដែលនៅពេលដែលយើងចុចធ្វើការចង់ restart ទូរស័ព្ទយើងចុចប៊ូតុង Home ឲ្យជាប់ទៅវានឹង load ចេញ Google Assistant ហ្នឹងមកហើយតោះតែយើងចុចឲ្យជាប់ទៀតបានវា load ប៊ូតុងមួយឲ្យយើងធ្វើការបិទ power ឬក៏ restart អញ្ចឹងក្នុងករណីថាយើងអត់ចង់បើក Google Assistant ហ្នឹងឯងដោយសារយើងអត់ត្រូវការប្រើឯងអញ្ចឹងអ្នកនរគ្នាអាចចូលទៅក្នុង setting ដែលខ្ញុំបង្ហាញនៅលើទូរស័ព្ទដៃ Nubia អញ្ចឹងខ្ញុំឃើញនៅលើ Oppo A9 ក៏មានកន្លែងចុចអញ្ចឹងដែរអូខេអញ្ចឹងចូលទៅមើលអ្នកគ្នាមួយខ្ញុំដោយចូលទៅក្នុង setting ហើយអ្នកគ្នាចូលមកក្នុង picture ដែលខ្ញុំបង្ហាញនៅលើ Nubia ទេហើយអ្នកនរគ្នាមើលពាក្យថា Wake Up Google Assistant ហើយគឺនៅនេះគេប្រាប់យើងនៅពេលដែលយើងចុច tab ឬចុច hold ប៊ូតុង power ហ្នឹងរយៈពេល 0.5 second ហ្នឹងគឺវានឹងធ្វើការបើកឬគេហៅថា wake up បានបើកនៅឬក៏វាបើកទៅ Google Assistant ហ្នឹងហើយបន្ទាប់ពីយើង hold power រយៈពេលប្រហែលជា3 second ទៀតបានវា load ប៊ូតុងគេហៅថា power off ឬក៏ screen off ហ្នឹងអញ្ចឹងគឺយើងគ្រាន់តែបិទប៉ុណ្្នឹងមកហើយយើងធ្វើការចុច hold ឲ្យជាប់មកគឺវានឹង load ទៅកាន់ប៊ូតុង restart power ដោយវាអត់ជាប់ Google Assistant Wake Up ទៀតទេសម្រាប់នៅក្នុងទូរស័ព្ទដៃ Oppo ដែលខ្ញុំបង្ហាញនៅលើ Oppo A9 ពេលអ្នកនរចង់បិទ Wake Up Google Assistant ហ្នឹងគឺអ្នកនរអាចចូលទៅកាន់ setting ហើយ scroll ទៅមើលពាក្យ Smart Convenient បន្ទាប់ពីយើងចុចចូលទៅក្នុងនឹងហើយអ្នកនរមើលនៅខាងលើគេឬក៏អ្នកនរអាចទៅមើលពាក្យថា Wake Up Google Assistant ក៏ទុយជាទូទៅអាហ្នឹងវាទៅតាម version Oppo អញ្ចឹងទៅខាងលើខាងក្រោមអញ្ចឹងទៅដែលខ្ញុំបង្ហាញនេះគឺ Oppo A9 អញ្ចឹងពេលដែលយើងឃើញហ្នឹងហើយយើងគ្រាន់តែចុចប៊ូតុងកន្លែងពណ៌ខៀវហ្នឹងធ្វើការបិទវាទៅនៅពេលដែលយើងចុចប៊ូតុង power ជាប់ដើម្បីធ្វើការបិទឬ restart ទូរស័ព្ទយើងហ្នឹងគឺវាលែង load Google Assistant ហ្នឹងមកហើយបើយើងចង់បើកធម្មតាទេយើងមិនអាចទៅបិទអីចឹងទៅ